ជារបៀបប្រើប្រាស់ tab នៅពេលដែលយើងចុច tab មួយទៅវា load space ស្មើគ្នាបាទឃើញទេខ្ញុំចុចមក tab ទៅសញ្ញាភ្នែកមុនហ្នឹងវា load ទៅស្មើគ្នាដើម្បីយើងធ្វើរបៀបហ្នឹងបានបាទតែយើងត្រូវកំណត់កន្លែងណាខ្លះបើមិនជាយើងអត់កំណត់ tab ទេគឺអត់ស្មើគ្នាទេអ្នកទាំងគ្នាដូចគ្នាគឺអត់ស្មើបែបហ្នឹងទេបាទអញ្ចឹងដើម្បីធ្វើការងារហ្នឹងបានតាមដានវីដេអូទាំងអស់គ្នាជាយើងអត់ប្រើ tab យើងដូក clear space ធម្មតាអ្នកត្រូវចុចម្ដងមួយឃើញទេបាទត្រូវចុច space ម្ដងមួយហើយអត់ស្មើគ្នាទៀតបាទមើលទៅគឺអត់ឃើញស្អាតទេឃើញទេអានេះខ្ញុំប្រើ space ធម្មតាពេលដែលយើងដូក clear ទៅវាអាចវាចឃើញទេបាទអញ្ចឹងខ្ញុំអានេះខ្ញុំគាត់ធ្វើបង្ហាញសិនឯការប្រើប្រាស់ space យូរហើយអត់ស្មើទៀតអត់ស្អាតទៀតអញ្ចឹងយើងនឹងទៅកំណត់របៀបមួយដែលយើងគ្រាន់តែចុច tab ទៅវាទៅស្មើគ្នាទាំងអស់បាទរបៀបដែលយើងធ្វើដំបូងអ្នកទាំងនេះក៏ select ទាំងអស់មក select លើ text របស់យើងទាំងអស់ហើយអ្នកទាំងគ្នាមកដើរកន្លែង ruler ខាងលើនេះ ruler ហ្នឹងបើសិនអត់មានទៀតអ្នកទាំងគ្នាចូលបើកវាកន្លែងនេះចូលកន្លែង view វិញគ្រាន់កន្លែង ruler នេះមកបាទវាចេញ ruler មកហើយអ្នកទាំងគ្នាដើរមកចង់យកត្រឹមបានឥឡូវថាខ្ញុំចង់យកត្រឹមលេខ7បាទយើងចុចមកឆ្វេងមួយមកចុចប៉ុបមួយមកបាទពេលចុចមកឆ្វេងទៅបាទវាទាញទៅហើយណាបាទហើយបើសិនជាវាអត់ទាញទៅទេគឺយើងអាចចុច tab បានអ្នកទាំងគ្នាចុច tab មកចុច tab ទៅវា load ស្មើឃើញទេបាទ